ប្រហែលជាធ្លាប់ឮគេនិយាយច្រើនហើយមែនអត់បើសិនជារាប់អានឬក៏ដើរមួយមនុស្សបែបណានោះយើងក៏នឹងអាចខ្លាចទៅជាមនុស្សបែបនោះដែរវាមិនមែនជាការវិនិច្ឆ័យទេប៉ុន្តែវាគឺជាអ្វីដែលយើងមើលឃើញក្នុងសង្គមជាក់ស្ដែងបើយើងដើរជាមួយមនុស្សល្អនោះយើងក៏នឹងល្អដែរតែបើយើងដើរជាមួយមនុស្សមិនល្អយើងក៏អាចនឹងមិនល្អដូចគេដែរចុះបើយើងចង់ដឹងថាអ្នកណាល្អឬក៏មិនល្អមុនពេលខ្សែគប់ឬក៏ស្និទ្ធស្នាលគួរធ្វើដូចម្ដេចងាយទេអាចយកចំណុចទាំង3នេះទៅអនុវត្តបានចំណុចទី1គឺទៅកំណត់ standard កំណត់ស្តង់ដារកន្លែងនេះមិនមែនមានន័យថារើឲ្យនោះទេប៉ុន្តែបើ vibe របស់ពួកយើងខុសគ្នាក៏អត់អាចដើរជាមួយគ្នាបានឧទាហរណ៍បើសិនជាអ្នកទាំងអស់គ្នាជាសិស្សពូកែប្រកាសជាចង់រាប់អានសិស្សពូកែដូចគ្នាហើយត្រូវអត់ព្រោះអ្នកទាំងអស់គ្នាចូលចិត្តរៀនបើមិត្តភក្តិយើងអ្នករៀនដែរទៅគ្នាខំជាមួយគ្នាកាន់តែបានលេខល្អតែបើទៅរាប់អានអ្នកដើរលេងវាយគ្នាដល់យើងហៅគេរៀនគេហៅយើងទៅវាយគ្នាអញ្ចឹងគាត់ថាត្រូវគ្នាដែរអត់អញ្ចឹងហើយការកំណត់ស្តង់ដារគឺជាការសំខាន់បំផុតចំណុចទី2កុំរំពឹងថាគេល្អគ្រប់យ៉ាងរាប់អានគ្នាប្រកាសថាពេលខ្លះអាចរំពឹងថាទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមកយ៉ាងហោចណាស់ក៏អាចរំពឹងថានៅក្បែរគ្នាគ្រប់ពេលអាចចែករំលែកគ្នាបានគ្រប់រឿងឬឲ្យមកចាំស្ដាប់យើងគ្រប់ពេលឬអាចជួយយើងរហូតអីជាដើមតែត្រូវចាំថាគេគឺគេអញ្ចឹងពេលខ្លះគេក៏ចេះរវល់ចេះមានការឬមិនបាននៅក្បែរជួយយើងគ្រប់ពេលអីដែរអញ្ចឹងហើយកុំរំពឹងថាគេនឹងល្អគ្រប់10អីនោះទៅរាប់អានគ្នាបានយូរចំណុចចុងក្រោយគឺសំខាន់បំផុតកុំបោះបង់ខ្លួនឯងដោយសារចង់រាប់អានជាមួយគេចំណុចនេះភាគច្រើនគឺជាមនុស្សដែល introvert ឬក៏ extrovert ដោយសារពួកគេអត់សូវចេះនិយាយនិងចូលសង្គមច្រើនទេអញ្ចឹងដើម្បីឲ្យមានមិត្តភក្តិគឺគេត្រូវធ្វើខ្លួនឯងឲ្យចេះនិយាយច្រើនលេងច្រើនចេញកាយច្រើនតែការពិតបើសិនជាគេចង់រាប់អានអ្នកមែនណាគឺគេនឹងយល់ពីគ្នាទៅវិញទៅមកមិនមែនឲ្យយើងជាមនុស្សម្នាក់ផ្សេងតែក៏មិនមែនមានន័យថាឲ្យគេមកតាមយើងដូចគ្នាដែរគ្រាន់តែពេលខ្លះយើងចេញទៅក្រៅជាមួយគ្នាបានតែបើចេញអត់បានទេអាចទំនាក់ទំនងគ្នាតាមសសរឬក៏អីផ្សេងជាដើមទៅខ្សែគប់មិត្តភក្តិមិនមែនជាការបញ្ជាក់ថាពួកគេជាមនុស្សសម្រាប់បំពេញជីវិតទាំងមូលទេវាគ្រាន់តែជាដំណើរមួយបង្រៀនអ្នកឲ្យស្គាល់ពីតម្លៃនៃមិត្តភាពស្គាល់ការរីកចម្រើននិងស្គាល់ចិត្តខ្លួនឯងជាមុនប៉ុណ្ណោះ